បាទខណៈពេលនេះគឺលោកតាសុចបានមកដល់ប្រទេសកម្ពុជារបស់យើងហើយបងប្អូនព្រះអង្គមិនបានចូលទៅខាងប្រទេសថៃទេបងប្អូនបាទពីព្រោះក្រោយពីសម្ដេចបបរធិបតីហ៊ុនម៉ាណែតបាទសម្ដេចបានឲ្យលោកតាសុចបាទចូលមកប្រទេសកម្ពុជាបាទលោកតាសប្បាយចិត្តទេលោកតាអូសប្បាយចិត្តឃើញពុទ្ធបរិស័ទមកច្រើនណាស់កណាបងប្អូនឥឡូវនេះគឺលោកតាសុចបានមកដល់ប្រទេសកម្ពុជារបស់យើងហើយបាទហើយថ្ងៃនេះផ្ទាល់តែម្ដងបងប្អូនណាបាទនេះបងប្អូនប្រជាពលរដ្ឋច្រើនបាទរួមជាមួយនឹងលោកតាលោកយាយបាទក៏ដូចជាប្រសង់បាទច្រើនអង្គមែនទែនបាទដែលនិមន្តរួមដំណើរបាទនៅពេលដែលលោកតាសុចបានចូលមកដល់ទឹកដីកម្ពុជារបស់យើងបាទដោយសម្ដេចបបរធិបតីហ៊ុនម៉ាណែតបាទគឺទទួលស្វាគមន៍បាទនៅពេលដែលលោកតាសុចមកដល់ទឹកដីកម្ពុជារបស់យើងបាទជំរាបសួរពុកម៉ែបងប្អូនដែលកំពុងតែតាមដានទស្សនាបាទតាមរយៈការផ្សាយផ្ទាល់របស់អង្គភាពសារព័ត៌មាន SPK News ហើយនឹង TNB បាទខណៈពេលនេះគឺលោកតាសុចបានមកដល់ប្រទេសកម្ពុជារបស់យើងហើយបងប្អូនណាបាទគឺលោកតាសុចបានមកដល់ប្រទេសកម្ពុជារបស់យើងហើយបាទខណៈដែលបាទនោះយើងទៅវិញបាទខណៈពេលនេះគឺលោកតាសុចបាននិមន្តមកដល់ប្រទេសកម្ពុជារបស់យើងហើយបាទបងមិនទៅយ៉ានិយាយតាជួយទៅបាទដែលព្រះអង្គមិនបានចូលទៅខាងប្រទេសថៃទេបងប្អូនបាទពីព្រោះក្រោយពីសម្ដេចបបរធិបតីហ៊ុនម៉ាណែតបាទសម្ដេចបានឲ្យលោកតាសុចបាទចូលមកប្រទេសកម្ពុជាបាទលោកតាសប្បាយចិត្តទេលោកតាអូសប្បាយចិត្តឃើញពុទ្ធបរិស័ទមកច្រើនណាស់កណាបងប្អូនឥឡូវនេះគឺលោកតាសុចបានមកដល់ប្រទេសកម្ពុជារបស់យើងហើយបាទហើយថ្ងៃនេះផ្ទាល់តែម្ដងបងប្អូនណាបាទហើយសម្រាប់បាទមានលោកតាលោកយាយបាទមានប្រសង់បាទព្រះអង្គក៏មកចូលរួមច្រើនផងដែរដែលមកទទួលលោកតាសុចដែលនិមន្តចូលមកក្នុងប្រទេសកម្ពុជារបស់យើងបាទនេះបងប្អូនប្រជាពលរដ្ឋច្រើនបាទរួមជាមួយនឹងលោកតាលោកយាយបាទក៏ដូចជាប្រសង់បាទច្រើនអង្គមែនទែនបាទដែលនិមន្តរួមដំណើរបាទនៅពេលដែលលោកតាសុចបានចូលមកដល់ទឹកដីកម្ពុជារបស់យើងបាទដោយសម្ដេចបបរធិបតីហ៊ុនម៉ាណែតបាទគឺទទួលស្វាគមន៍បាទនៅពេលដែលលោកតាសុចមកដល់ទឹកដីកម្ពុជារបស់យើងអូសប្បាយចិត្តតែហត់នឿយជើគឺតែចុះពីកប៉ាល់ហោះមុំលេងនិយាយអុយបានកណាសប្បាយចិត្តខ្លាំងណាស់លោកតាសប្បាយចិត្តខ្លាំងយ៉ាត់ដួលហើយtrongឡានចឹងមកវាអីđây ở đây VIP hỏi luôn hỏiបាទបងប្អូនគណៈពេលនេះគឺលោកតាសុចបាននិមន្តមកដល់ប្រទេសកម្ពុជារបស់យើងហើយបាទដោយសារតែលោកតាមិនអាចទៅប្រទេសថៃវិញបានទេបាទហើយក្រោយពីមានការប៉ះពាល់នៅពាក្យសម្ដីជាមួយនឹងខាងបងប្អូនខ្មែរសិរិនបាទឥឡូវនេះគឺលោកតាបានមកដល់ប្រទេសកម្ពុជារបស់យើងហើយបាទ
trong xong ai nơi cái cho mà không ai cầm tay chở à đi xuôi tao đây không về cái năm chơi bong này sai cái đó này mà thằng nó ban xong trăm thầm nó na xong cô bà một ônនេះគឺលោកតាលោកយាយបាទហើយនឹងព្រះសង្ឃជាច្រើនអង្គដែលព្រះអង្គបានចូលរួមបាទនៅក្នុងការរួមដំណើរបាទជាមួយនឹងលោកតាសុចដែលបាននិមន្តមកដល់ប្រទេសកម្ពុជារបស់យើងផងដែរកាន់កាមេរ៉ាបាទកណាថ្វាយគុំព្រះអង្គព្រះអង្គមានអារម្មណ៍យ៉ាងណាដែរនៅពេលដែលលោកតាសុកបានមកដល់ប្រទេសកម្ពុជារបស់យើងមានអារម្មណ៍ថារំភើបសប្បាយរីករាយពេលដែលកណាលោកមានគំនិតឆន្ទៈមួយថាលោកគឺជាខ្មែរកណាព្រោះកណាក៏បានឃើញនៅវីដេអូរបស់លោកតាសុចដែលបានចេញជាវីដេអូនៅក្រៅប្រទេសមកបាទហើយពេលនោះដូចជាខាងប្រទេសថៃមិនអនុញ្ញាតឲ្យលោកតាសុចចូលទៅកាន់ប្រទេសថៃវិញទេបាទហើយអញ្ចឹងទៅក៏សម្ដេចបវរធិបតីហ៊ុនម៉ាណែតហ្នឹងក៏បានអនុញ្ញាតឲ្យលោកតាសុចចូលក្នុងប្រទេសកម្ពុជារបស់យើងកណាក្នុងនាមព្រះអង្គតើព្រះអង្គមានអ្វីដែលចង់និយាយទៅកាន់បងប្អូនដែលគាត់កំពុងតាមដានទស្សនាពីអារម្មណ៍ផ្ទាល់ដែលលោកតាសុចបានមកដល់ស្រុកខ្មែររបស់យើងសូមឲ្យញាតិញោមពុទ្ធបរិស័ទខ្មែរទាំងអស់គ្រប់ស្វាគមន៍លោកកណាសូមមេត្តាផ្ដល់ភាពកក់ក្ដៅដល់លោកផងព្រោះថាយើងកម្រមានណាពេលដែលចាប់តាំងពីពេលដែលយើងមានការផ្ទុះសង្គ្រាមរវាងថៃហើយនិងកម្ពុជានៅតំបន់មុំបីតំបន់ប្រាសាទតាម៉ុនតំបន់ប្រាសាទតាកបីហ្នឹងគឺយើងគេច្រើនឃើញបងប្អូនខ្មែរលើមួយចំនួនគាត់មានការផ្លេចកំណើតខ្លួនឯងកណាអញ្ចឹងទៅឃើញបានលោកតាសុចលើសុចហ្នឹងលោកបានបានន័យថាគ្រប់គ្រងខាងភាគីខាងកម្ពុជាគឺកម្រមានអញ្ចឹងបានន័យថាលោកគឺជាឈាមខ្មែរពិតប្រាកដអញ្ចឹងសូមជួយស្វាគមន៍លោកជាពិសេសផ្ដល់កន្លែងស្នាក់នៅឲ្យលោកឲ្យបានល្អឲ្យបានសមរម្យកណាព្រះអង្គកណាថ្វាយគុំលាព្រះអង្គបាទអរគុណណាស់បងប្អូនប្រិមិត្តបាទនេះគឺលោកតាលោកយាយបាទរួមជាមួយនឹងព្រះសង្ឃបាទដែលព្រះអង្គបានរួមដំណើរមកទទួលលោកតាសុចបាទនៅក្នុងថ្ងៃនេះផ្ទាល់គឺលោកតាសុចបានមកដល់ប្រទេសកម្ពុជារបស់យើងហើយមានព្រះអង្គជាច្រើនអង្គបាទហើយនឹងលោកតាលោកយាយដែលគាត់មកពីក្រុងអរិយខ្សាត់បាទខាងនេះលោកតាលោកយាយគាត់មកពីក្រុងអរិយខ្សាត់ហ្នឹងគឺមកទទួលលោកតាសុចផងដែរបាទអញ្ចឹងសម្រាប់បងប្អូនដែលកំពុងតាមដានទស្សនាបាទបងប្អូនធ្វើការ share ចែករំលែកម្នាក់មួយពីព្រោះបងប្អូនដឹងស្រាប់ហើយកាលពីប្រហែលសប្តាហ៍មុននេះគឺលោកតាសុចបានបាទចេញនៅคลิปវីដេអូមួយដែលលោកតាបាននិយាយទៅកាន់បងប្អូនសរិនបាទហើយដល់ពេលអញ្ចឹងទៅក៏ធ្វើឲ្យមានការប៉ះពាល់ទៅដល់បងប្អូនខ្មែរសរិនហ្នឹងគឺគាត់មិនឲ្យលោកតាសុចចូលក្នុងប្រទេសថៃវិញទេបាទដល់ពេលអញ្ចឹងទៅក៏សម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាហ្នឹងគឺលោកបានទទួលស្វាគមន៍យ៉ាងគេថាផ្ដល់ភាពកក់ក្ដៅបាទទៅកាន់លោកតាសុចបើសិនជាប្រទេសថៃមិនទទួលយកលោកតាសុចទេបាទហើយឥឡូវនេះគឺលោកតាសុចបានមកដល់ប្រទេសកម្ពុជារបស់យើងហើយមានការរួមដំណើរជាច្រើនបាទពីព្រះសង្ឃបាទច្រើនអង្គហើយនឹងលោកតាលោកយាយដែលគាត់មកពីខាងក្រុងរាជស័ព្ទផងដែរបាទអរគុណណាស់អញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលកំពុងតែតាមដានទស្សនាបាទខ្ញុំសូមធ្វើការបិទបញ្ចប់ការផ្សាយត្រឹមនេះសិនហើយយើងនឹងធ្វើការអាប់ដេតនៅព័ត៌មានជាបន្តទៀតផងដែរបាទខណៈពេលនេះគឺលោកតាសុចបានចូលនៅក្នុងបន្ទប់ VIP នៅក្នុងពលានយន្តហោះហើយអញ្ចឹងនៅពេលដែលមានព័ត៌មានអីផ្សេងបន្តទៀតខ្ញុំនឹងជម្រាបជូនទៅកាន់ពុកម៉ែបងប្អូនផងដែរ
បាទ